តំណាងលោកជឹមតុងបេងអ្នកស្រីចិនពេជ្រប្រធានសមាគមត្រួតត្រងព្រះពុទ្ធសាសនានៅសហរដ្ឋអាមេរិកថ្ងៃនេះក៏បានធ្វើដំណើរមកដល់ភូមិអ្នកតាទ្វារដើម្បីប្រគល់ផ្ទះលេខ16ជូនដល់អ្នកក្រីក្របំផុតនៅភូមិនេះហើយក៏ឆ្លៀតពេលហ្នឹងក៏ឃើញលោកយាយចាស់ដែលរស់នៅឯកោតែម្នាក់ឯងនេះខ្ទោរបស់គាត់នៅខាងក្រោយនេះបងប្អូនឃើញហើយថាគាត់អត់មានអីទេអត់មានកូនចៅអីទេអូនចាបច្ចុប្បន្ន65ឆ្នាំហើយរស់នៅកន្លែងនេះហៅភូមិអ្នកតាទ្វារឃុំឫស្សីក្រាំងស្រុកមោងឫស្សីខេត្តបាត់ដំបងហើយក្នុងការមកអញ្ជើញមកដល់នេះមានលោកអភិបាលស្រុកក៏បានអញ្ជើញមកដល់លោកមេឃុំព្រមទាំងព្រះគ្រូចាយិកាវត្តពោធិរាមមានប្រធានភូមិហើយនិងប្រជាជននេះគាត់ដែលចូលរួមត្រេកអរនៅទង្វើជាកុសលដែលបងប្អូនបានចូលរួមក្នុងការចែកទាននេះគឺថាបានយកដល់អ្នកក្រីក្រយ៉ាងពិតប្រាកដអញ្ចឹងមិនមែនថាបងប្អូនចូលតាមរយៈសមាគមត្រួតត្រងពុទ្ធសាសនាហើយមិនបានដល់ដៃនោះគឺមិនមែនទេចំណែកព្រះគ្រូចាយិកាវត្តពោធិរាមព្រះអង្គមានរបស់ប្រើប្រាស់នេះសមាគមត្រួតត្រងពុទ្ធសាសនាមានអង្គមួយការុងទឹកស៊ីអ៊ីវមួយយួរហើយក្នុងនោះដែរក៏មានពុទ្ធបរិស័ទខ្មែររស់នៅឯនីសមុទ្រដែលបានចូលជាបច្ច័យឧបាសិកាម៉ែនធឿនព្រមទាំងកូនចៅ$50យ៉ានសារ៉ូតជួយអ្នកក្រីក្រ$80លោកភឿន$10អ្នកស្រីអួងប៉ែន$20អ្នកស្រីសារឿមប៊ុនផន$20លោកកៅផាងអ្នកស្រីវិញធីលី$30បច្ច័យបងប្អូនដែលបានចូលរួមហ្នឹងគឺខ្ញុំបានយកមកបែងចែកចំពោះអ្នកក្រីក្រក្នុងមួយគ្រួសារនេះគឺបានតែអង្គមួយការុងស៊ីមួយយួរទេព្រោះថាអ្នកក្រីក្រមានគ្រប់ទីកន្លែងបើកាលណាទាំងអស់ហ្នឹងជូនគាត់តែម្នាក់ទៅអ្នកផ្សេងទៀតបានអីអញ្ចឹងណាបងប្អូនណាអញ្ចឹងបងប្អូនកុំឆ្ងល់ថាហេតុអីបានជាដែងឮសូរអានឈ្មោះលុយច្រើនដែរមិនឲ្យតែបន្តិចប៉ុណ្ណឹងព្រោះអ្នកក្រីក្រមានច្រើនឥឡូវហ្នឹងព្រះគ្រូចាយិកាព្រះអង្គមានបច្ច័យជូនបន្ថែម30000រៀលបាទជូនដល់លោកយាយថាទទួលពីព្រះគ្រូចាយិកា30000រៀលបន្ថែមទៀតបាទសូមអរម្ចាស់ទានដែលបានអ្នកមានចិត្តជ្រះថ្លាឲ្យខ្ញុំនេះលុយខ្ញុំក៏ខ្ញុំនេះសូមឲ្យបានសេចក្តីសុខរហូតតទៅត្រេកអរទេលោកយាយអរខ្លាំងណាស់ហើយដែលបានអំណោយច្រើនអញ្ចឹងទេអត់បានអញ្ចឹងអហ្មងណាហើយហូបបានទេមួយខែប៉ុណ្ណឹងបានណាហើយមិញហ្នឹងមិញហ្នឹងនិយាយណាដែលឈរដួលមិញហ្នឹងអូនឹងផ្សេងទៀតហ៎បាទដៃដែលឲ្យចម្រើនហើយក្មេងដែលឲ្យផ្ទះហើយខ្ញុំក៏សូមជូនពរដល់បងប្អូនពុទ្ធបរិស័ទនៅឯនេះសមុទ្រដែលបានចូលបច្ច័យឲ្យក្តីមិនបានតន់ចូលបច្ច័យឲ្យក្តីគ្រាន់តែមានទឹកចិត្តត្រេកអរអនុមោទនានៅការចែកទានដល់អ្នកក្រីក្រនេះក៏បានអានិសង្ឃផងដែរណាកើតជាតិណាឲ្យរួចផុតចាក់ទុកកើតនៅទីឋានដ៏ខ្ពង់ខ្ពស់គ្រប់គ្នាតើបងសូមអនុមោទនាលើកដៃសំភ្លៀងឃ្លានណាំងម្ចាំងថ្លៃសូមជួយខ្ញុំផងអ្នកបងតាយាយអស់លោកទាំងឡាយអ្នកម្ដាយបងខ្ញុំឃ្លានខ្លាំងបង្ហាញនៅទស្សនវិជ្ជាផ្ទះរបស់លោកយាយលើបងប្អូនឃើញហើយថាលិចមុខលិចក្រោយអញ្ចឹងនេះផ្ទះគាត់រស់នៅណានៅក្នុងភូមិអ្នកតាទ្វារហ្នឹងអ្នកក្រប្រភេទនេះហ្នឹងគឺមានប្រហែលជាង10គ្រួសារបងប្អូនឃើញហើយណាខ្ញុំបង្ហាញជូនទឹកក្រោយមកទៀតលោកក៏ទឹកណាមួយហើយបងប្អូនមានសទ្ធាជាថ្លាចូលចាប់អ្នកផលកសលមកខ្ញុំនឹងយកមកជាបន្តអញ្ចឹងបងប្អូនឃើញថាផ្ទះនេះធ្វើពីអាស័យនេះអាស័យប្រហោងធ្លុងនេះអានេះកន្លែងនេះមើលមេឃលើបងប្អូនមើលអានេះមើលទៅយប់ឡើងឃើញផ្កាយអញ្ចឹងបាទឃើញផ្កាយអញ្ចឹងបងប្អូនឃើញណាពីលើមានបាំងសពុតភ្លៀងអញ្ចឹង
ខាងនេះឆ្នាំងបាយបងប្អូនមើលណា លើកដៃសំភាំងឃ្លានណាំងម្ចាំងថ្លៃសូមជួយខ្ញុំផងអ្នកបងតាយាយអស់លោកទាំងឡាយអ្នកម្ដាយបង